ដែលវាចោះមកបង្កើតគេលើកន្លែងនេះ high វាចោះមកបង្កើតគេ high value បន្ទាប់មក lower high បន្ទាប់មកចោះមកទៀតគឺ high value អញ្ចឹងកន្លែងដែលវាចោះមក high value នេះគឺយើងចាប់វាបានជា break of structure អញ្ចឹងយើងសរសេរមកវាគឺជា break of structure ដែលហៅកាត់ថា BOS នេះដែលហៅកាត់ថា BOS អញ្ចឹងយើងមើលទៀតមកដូចគ្នាទេអញ្ចឹងនៅខាងក្រោមនេះក៏វាជា break of structure ដែរខាងក្រោមនេះក៏វាជា break of structure ហើយខាងក្រោមនេះក៏វាជា break of structure អញ្ចឹងនេះគឺជាតម្រង់ down trend អញ្ចឹងយើងមកមើលតម្រង់ down trend វិញយើងចាប់បែបម៉េចគឺយើងចាប់ផ្ទុយពីតម្រង់ down trend អញ្ចឹងលំហូរទីផ្សារគឺវានឹងបើកនៅ